ជំរាបសួរបងប្អូនទាំងអស់គ្នាវិលមកកាន់វីដេអូថ្មីនេះខ្ញុំម្ដងទៀតហើយថ្ងៃនេះខ្ញុំមកបង្ហាញពីរបៀបធ្វើផ្អកត្រីសត្រីរៀលយកទៅ2គីឡូទុកធ្វើអីទៅណាសោនេះណាចាំតើអូនឡើងយកដូចយ៉ាងម៉េចអូនថាបកែម៉ាក់ទិញយកទៅធ្វើផ្អកអូ9ហ្នឹងឯងពេចមួយបាទចំ9ណាត្រីច្រើនណាចាចំពោះត្រីនេះបងប្អូននាងខ្ញុំបានទៅតំណប់ស្លាតអនឃើញត្រីល្អហើយស្រស់អញ្ចឹងក៏នឹកឃើញចង់ធ្វើផ្អកត្រីសត្រីរៀលហ្នឹងបងប្អូនដោយសារគេបើកទឹកអញ្ចឹងហើយគេក៏រោបានច្រើនបងប្អូនអញ្ចឹងហើយក៏ធូរថ្លៃ1គីឡូតែ2500ទេអញ្ចឹងហើយក៏នឹកឃើញថាទិញ2គីឡូយកមកធ្វើផ្អកអញ្ចឹងណាហើយខ្ញុំចាប់ផ្ដើមធ្វើការវះពោះឲ្យអស់អាចឬក៏អស់ខ្លាញ់បងប្អូនដោយសារត្រីនេះគឺធ្វើផ្អកធ្វើប្រហុកអត់សូវបានយូរដោយសារវាមានពោះវាមានខ្លាញ់មានអីច្រើនអញ្ចឹងណាហើយបើសិនជាយើងធ្វើតើតែយើងសម្អាតពោះនឹងឲ្យបានស្អាតឲ្យកុំឲ្យនៅសល់នៅក្នុងពោះហ្នឹងណាបងប្អូនឥឡូវខ្ញុំចាប់ផ្ដើមធ្វើរួចរាល់ហើយបងប្អូនហើយវិធីធ្វើផ្អកនេះងាយស្រួលបន្ទាប់ពីនេះខ្ញុំបានវះហើយនេះបងប្អូនខ្ញុំអត់តន់លាងទេយើងវះយកពងក៏ដូចជាអាចអីវាហ្នឹងឲ្យចេញអស់ខ្លាញ់អីយើងធ្វើផ្អកទៅយើងឆ្ងាញ់អញ្ចឹងណាបងប្អូនយើងធ្វើការវះឲ្យអស់បដ ாய் បងប្អូនកុំឲ្យទុកនៅសល់ពងឬក៏ខ្លាញ់នៅសល់អីចឹងបងប្អូនវាធ្វើឲ្យផ្អករបស់យើងអត់ល្អទេវាធំខាអញ្ចឹងហើយផោទៀតឥឡូវត្រីនេះខ្ញុំ2គីឡូឲ្យកាត់ក្បាលកាត់អាចទៅប្រហែលជាសល់1គីឡូជាងទេបងប្អូនឥឡូវយើងធ្វើការលាងសម្អាតហើយយើងចាប់ដើមចាក់ទឹកលាងបងប្អូនយើងលាង2 3ទឹកឲ្យស្អាតមកត្រីស្រស់យកធ្វើផ្អកឆ្ងាញ់ណាបងប្អូនយើងលាង3 4ទឹកណាបងប្អូនឲ្យត្រីរបស់យើងហ្នឹងវាបាត់ឆ្អាបហើយបាត់រួមឈាមតិចនេះបងប្អូនឥឡូវយើងស្រង់ឥឡូវយើងបានលាងសម្អាតរួចរាល់ហើយយើងធ្វើការសម្រស់បងប្អូនសម្រស់ត្រីហ្នឹងឲ្យស្រស់ទឹកល្អបន្ទាប់ពីនេះខ្ញុំធ្វើការលាងសម្អាតសម្រស់ឲ្យបានស្រស់ល្អហើយយើងចាប់ផ្ដើមយកត្រីរបស់យើងហ្នឹងយកមកប្រឡាក់អំបិលហើយចំពោះអំបិលបងប្អូននេះខ្ញុំប្រើអំបិលក្រួសព្រោះអំបិលក្រួសភាគច្រើនយើងប្រឡាក់ផ្អកវាអត់សូវខូចផ្អកអីបងប្អូនហើយខ្ញុំចាប់ផ្ដើមធ្វើការប្រឡាក់ត្រីហ្នឹងជាមួយនឹងអំបិលនេះខ្ញុំធ្វើការច្បល់ប្រឡាក់ម្ដងតិចនេះខ្ញុំអត់ប្រឡាក់ម្ដងទាំងអស់ទេបងប្អូនយើងធ្វើបែបនេះធ្វើឲ្យត្រីយើងចូលសាច់ជាមួយនឹងអំបិលល្អយើងធ្វើការកូរម្ដងតិចឲ្យអស់មកថាសហ្នឹងណាបងប្អូនយើងធ្វើបែបហ្នឹងទៅអំបិលក៏ដូចជាត្រីនឹងបានចូលនៅក្នុងសាច់ត្រីយើងបានរឹងល្អហើយសាច់ត្រីយើងអត់ងាយធំក្លិនទេបងប្អូនយើងធ្វើការច្បល់ឲ្យអំបិលក៏ដូចជាត្រីរបស់យើងនឹងច្បល់ជុំគ្នាមកដែលមុននឹងយើងច្បល់មុនម្ដងតិចនេះយើងច្បល់ចូលគ្នាហើយយើងបាច់ចាំបាច់ពេកទេបងប្អូនយើងញុំឲ្យតែធ្វើមិនឲ្យតែអំបិលលលាយចូលសាច់ត្រីល្អឲ្យរឹងអញ្ចឹងណាបងប្អូនហើយចំពោះបងប្អូនអាចកិនអំបិលមាត់ជាងនេះតិចក៏បានដែរបងប្អូនដោយសារនេះខ្ញុំនៅខាងនាងខ្ញុំនឹងសបោអំបិលអញ្ចឹងហើយគេកិនស្រាច់
ស្រេចអញ្ចឹងបាច់ហត់យកមកបុកអីទេគឺបានមកយើងលាយបដ ாய் លាយផ្អកហ្នឹងហើយនេះបន្ទាប់ពីនាងខ្ញុំប្រឡាក់អំបិលរួចនាងខ្ញុំធ្វើការផ្អាប់ទុកនៅក្នុងប្រអប់រយៈពេលមួយយប់ហើយទឹកដែលយើងប្រឡាក់សល់ហ្នឹងយើងយកមកចាក់នៅក្នុងប្រអប់ជាមួយត្រីមួយអីហ្នឹងហើយខ្ញុំធ្វើការផ្អាប់ទុករយៈពេលមួយយប់នៅទូបាយយើងធម្មតាហើយបន្តមកទៀតក៏រំលងស្អែកឡើងមួយថ្ងៃយើងមើលសាច់ត្រីយើងបងប្អូនឡើងរឹងល្អមែនទែនដោយសារយើងប្រឡាក់អំបិលដល់ហើយយើងច្បាច់ដល់អញ្ចឹងហើយក៏សាច់ត្រីយើងរឹងហើយស្រស់ល្អមែនទែនបងប្អូនហើយចំពោះត្រីផ្អកត្រីរៀលត្រីសនេះបងប្អូននេះខ្ញុំយកមកសម្រោះទឹកសម្រោះដាក់ក្នុងចានដែកមួយផ្សេងទៀតណាបងប្អូនយើងយកពីអាប្រអប់ដែលយើងដាក់ផ្អាប់ពីម្សិលមិញហ្នឹងយើងយកមកដាក់ចានដែកថ្មីយើងសម្រោះសម្រោះទឹកអំបិលនេះបងប្អូនយើងសម្រោះចេញមកហើយខ្ញុំចាប់ផ្ដើមយកអង្ករលីងបងប្អូនខ្ញុំប្រើអង្ករលីងមួយខាំកន្លះហើយចំពោះប៊ីចេងក៏ដូចជាស្ករនេះខ្ញុំប្រើប៉ុណ្ណឹងហើយរំដេងនេះខ្ញុំធ្វើការកិនឲ្យម៉ត់បែបនេះបងប្អូនបើសិនជាបងប្អូនមិនចង់ដាក់ម៉ត់អញ្ចឹងទេបងប្អូនហាន់ក៏បានដែរហើយបន្តមកទៀតនឹងខ្ញុំចាប់ផ្ដើមយកត្រីដែលយើងសម្រោះទឹកអំបិលហ្នឹងយកមកប្រឡាក់ជាមួយនឹងស្ករក៏ដូចជាប៊ីចេងដោយសារផ្អកនេះនាងខ្ញុំចង់ញ៉ាំលឿនអញ្ចឹងហើយក៏នាងខ្ញុំដាក់ស្ករក៏ដូចប៊ីចេងចូលបើសិនជាបងប្អូនទុកផ្អកនឹងរយៈពេលយូរបងប្អូនមិនបាច់ចាំដាក់ម្សៅស៊ុបហើយនឹងប៊ីចេងទេបងប្អូនយើងដាក់តែស្រង់ពីអំបិលមកយើងចាវជាមួយនឹងរំដេងហើយនឹងកូរលីងបដ ாய் ទៅហើយនេះខ្ញុំចាប់ផ្ដើមដាក់អង្ករលីងចូលហើយចំពោះរំដេងបងប្អូនយើងមើលតាមបរិមាណត្រីបងប្អូនមកសមល្មមកកុំឲ្យច្រើនពេកកុំឲ្យតិចពេកមកសមល្មទៅធ្វើឲ្យត្រីរបស់យើងឈ្ងុយហើយលះផុយឆ្អឹងបងប្អូនហើយនេះខ្ញុំចាប់ផ្ដើមដាក់អង្ករលីងយើងច្បន់ដេងឲ្យសព្វហើយចំពោះកូរលីងក៏ដូចគ្នាដែរបងប្អូនបើសិនជាបងប្អូនដាក់មួយខាំកន្លះហ្នឹងបងប្អូនឃើញច្រើនពេកអញ្ចឹងបងប្អូនអាចបន្ថយជាងនឹងក៏បានដែរអាស្រ័យលើសាច់ត្រីអញ្ចឹងណាបងប្អូនដាក់កូរចោះកូរឡើងច្បល់ម្ដងតិចដូចនាងខ្ញុំនេះទៅធ្វើឲ្យត្រីផ្អករបស់យើងហ្នឹងវាចូលជាតិសព្វល្អអញ្ចឹងណាហើយផ្អកបងប្អូនបើចាំដាក់អង្ករលីងច្រើនពេកទេក៏មិនសូវជាឆ្ងាញ់ដែរដាក់មកសមល្មមដែលយើងមើលគិតថាផ្អករបស់យើងប៉ុណ្ណឹងល្មមឬក៏ស្ទើអីចឹងណាបងប្អូនហើយចំពោះផ្អកនេះខ្ញុំធ្វើរយៈពេលតែ1អាទិត្យទេបងប្អូនផុយដល់ឆ្អឹងហើយជូរហើយឈ្ងុយមែនទែនហើយនេះខ្ញុំធ្វើការច្បល់ចោះច្បល់ឡើងឲ្យអង្ករលីងក៏ដូចជារំដេងហ្នឹងបានចូលសព្វគ្នាល្អហើយខ្ញុំមើលចូលសព្វសាច់អស់នៅអញ្ចឹងណាបងប្អូនបន្តមកទៀតនេះខ្ញុំចាប់ផ្ដើមយកកែវមួយស្អាតមកហើយចំពោះកែវនេះគីឡូ2គីឡូបងប្អូននេះខ្ញុំមានត្រីស្រស់ហ្នឹង2គីឡូតែវាក្បាលយកអាចយកអីចេញទៅប្រហែលជា1គីឡូជាងទេទៅយើងដាក់ក្នុងកែវ2គីឡូហ្នឹងមកល្មមបងប្អូនអត់ខ្វះអត់លើសមកល្មមហើយចំពោះផ្អកត្រីសត្រីរៀននេះបងប្អូនយើងពេលយើងដាក់ចូលក្នុងកន្លបងប្អូនយើងសង្កត់ឲ្យហាប់ឲ្យណែនណាបងប្អូនកុំឲ្យផ្អកយើងធំខ្យល់ឬក៏ធំផោឬក៏អត់ឆ្ងាញ់អញ្ចឹងណាយើងធ្វើអញ្ចឹងទៅធ្វើឲ្យត្រីរបស់យើងហាប់ណែនហើយពេលដែលជូរមកឈ្ងុយហើយឆ្ងាញ់មែនទែនបងប្អូនមើលអង្គលីងដាក់មកឡើងឃើញឡើងតំណងហ្មងបងប្អូនហើយនេះចំពោះផ្អកត្រីរៀននេះបងប្អូនពេលដែលបងប្អូនរៀបចំដាក់រួចរាល់អស់ហើយបងប្អូនកុំភ្លេចយកกระดาษឬក៏កាណាត់ស្អាតមួយបានយកមកជូតរឹមកែវឲ្យស្អាតល្អកុំឲ្យតកៅកុំឲ្យពងរយពងអីដាក់ខ្លាចជាតកៅអញ្ចឹងណាបងប្អូនហើយមុននឹងយើងបិទការូបនឹងយើងសង្កត់
ប្រអប់របស់យើងនឹងឲ្យណែនល្អហើយយើងមូលឲ្យចិត្តមកហើយយើងដាក់ក្នុងទូបាយយើងធម្មតាហ្នឹងរយៈពេលតែមួយអាទិត្យអីគឺជូរឆ្ងាញ់ទេបងប្អូនរយៈពេល7ថ្ងៃក្រោយមកបងប្អូននេះបើសិនជាបងប្អូនចង់ជូរជាងនោះទេបងប្អូនអាចដាក់10ថ្ងៃអីក៏បានដែរតែសម្រាប់អ្នកខ្ញុំទុករយៈពេលតែមួយអាទិត្យទេយើងយកមកចំហុយឬក៏មកចៀនមកឆាច្រាំអីឆ្ងាញ់ណាបងប្អូនយើងមានលក់មានបន្លែអីទៀតមកអូយឆ្ងាញ់មែនទែនបងប្អូនអើយផ្អកញ៉ាំបាយមួយឆ្នាំងពីរឆ្នាំងធានាទៅអស់ហ្មងអរគុណអ៊ំពូមីងដែលទស្សនាវីដេអូនេះខ្ញុំពីដើមរហូតដល់ចប់ផ្អកត្រីរៀលត្រីសនេះខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ